សូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូពីរបៀបនៃការបំលែង Google Form ដែលយើងបានបង្កើតទៅជា PDF បាទអញ្ចឹងយើងអាចច្នៃ Google Form ដែលយើងផលិតបានហ្នឹងទៅជា PDF តែម្ដងដោយយើងមិនចាំបាច់ copy ឬក៏ save យកទៅដាក់នៅក្នុង Word ទេបាទអញ្ចឹងវិធីនេះងាយបាទសម្រាប់ជួយលោកគ្រូអ្នកគ្រូក្នុងការបង្រៀនកិច្ចការបាទអញ្ចឹងដើម្បីយើងបំលែង Google Form ដែលយើងបានផលិតហ្នឹងទៅជា PDF បានលោកគ្រូអ្នកគ្រូគ្រាន់តែនេះចូលមកកន្លែង 3 នេះបាទកន្លែង 3 បាទយើងចុចលើនេះមកបាទហើយបន្ទាប់មកយើងយកពាក្យថា print បាទនេះ print អញ្ចឹងលោកគ្រូអ្នកគ្រូចុចលើនឹងមកសូមរងចាំបន្តិចបាទអញ្ចឹងវានឹងចាញ់តម្រង់ឲ្យលោកគ្រូអ្នកគ្រូបែបនេះបាទសូមបញ្ជាក់លោកគ្រូអ្នកគ្រូដែរថាការធ្វើបែបនេះសិលឹកកិច្ចការយើងមិនសូវស្អាតប៉ុន្មានទេប៉ុន្តែយើងអាចជួយកិច្ចការមួយចំនួនបានដែរបាទអញ្ចឹងនេះគឺជា Google Form ដែលយើងបានបង្កើតហូហែបាទអញ្ចឹងនេះតម្រង់ជា PDF បាទអញ្ចឹងជាទូទៅនៅក្នុង Google Form វាអាចចាញ់ចេះបាទនេះវាចាញ់បែបនេះពេលដែលយើង save ត្បូងត្រង់ខ្ញុំសូម print ម្ដងទៀតបាទនេះវាចាញ់នៅខាងលើនេះហ่ะវាចាញ់ heading ឬក៏ header ហ្នឹងបាទអញ្ចឹងដើម្បីយើងបំបត្តិ header នឹងបានសូមលោកគ្រូអ្នកគ្រូចុចកន្លែងនេះបាទ more setting បាទចុច more setting មកយើងយកដោះកន្លែង tick header and footer នឹងចេញមកបាទដោះចេញមកអញ្ចឹងលេងជាប់ហើយបាទអញ្ចឹងទម្រង់ហ្នឹងគឺវានៅតែទម្រង់ដែលយើងបានបង្កើតអីចឹងទៅបាទអញ្ចឹងយើងធ្វើដូចមិនដេចដើម្បីយើង save វាទៅជា PDF បានបាទអញ្ចឹងយើងគ្រាន់តែចុចនៅកន្លែងនេះបាទ destination ហ្នឹងមកបាទយើងយកកន្លែងនេះបាទកន្លែងនេះវាអាចចាញ់ពាក្យថាម៉ាស៊ីន print របស់យើងបាទអញ្ចឹងយើងដូរមកយើងយកទៅថាយើងដាក់យើងយកពាក្យថា save as PDF បាទអញ្ចឹងយើងចុចយក save as PDF បាទហើយបន្ទាប់មកយើងយកពាក្យថា save បាទយកពាក្យថា save មកបាទបន្ទាប់មកយើងអាចរកទីតាំងដើម្បីដាក់បន្ទុកGoogle Form ដែលយើងបំលែងទៅជា PDF ហ្នឹងមកបាទអញ្ចឹងសម្រាប់ខ្ញុំយកកន្លែងទុកកន្លែង download បាទអញ្ចឹងចុច save មកជាការស្រេចបាទអញ្ចឹងយើងត្រឡប់ទៅកន្លែង download មកបាទខ្ញុំសូមត្រឡប់ទៅកន្លែង download បាទចូល PC បាទហើយខ្ញុំយកកន្លែង download បាទអញ្ចឹងខ្ញុំចុចបើកមកនេះបាទអញ្ចឹងមានន័យថា Google Form ដែលយើងបានបង្កើតហ្នឹងคล้ายទៅជា PDF រួចរាល់ហើយបាទអញ្ចឹងលោកគ្រូអ្នកគ្រូអាចយកទៅប្រើប្រាស់បានបាទអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងយើងធ្វើបែបហ្នឹងឯកសារយើងដូចជាមិនសូវមានសោភ័ណភាពទេប៉ុន្តែយើងអាចជួយកិច្ចការមួយចំនួនបានលឿនបាទអញ្ចឹងបាទអញ្ចឹងយើងអូទៅក្រោមទៅឃើញដោយសារតែ Google Form នេះខ្ញុំបង្កើតយើងឲ្យអ្នកសិក្សាជ្រើសរើសឈ្មោះខ្លួនឯងអញ្ចឹងទៅយើងមានឈ្មោះច្រើនបាទអញ្ចឹងយើងអូទៅក្រោមបានយើងអាចឃើញសំណួរដែលយើងបានបង្កើតបាទអញ្ចឹងយើងអូទៅក្រោមបាទនេះអញ្ចឹងនេះសំណួរដែលយើងបានបង្កើតបាទអញ្ចឹងបាទអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេសូមលោកគ្រូអ្នកគ្រូអាចសិក្សាស្វែងយល់បន្ថែមបាទរបៀបបំលែង Google Form ទៅជា